ចឹងដើរតែមិនស្រួលនឹងចូលទៅកេះណាហ្មងកាយឆ្នៃតាមពិតទៅអត់សូវស្រួលប៉ុន្មានទេអស់លុយតិចបាទអស់លុយតិចគឺអស់លុយអត់សូវច្រើនហ្នឹងហើយការងារមួយទៀតដែលត្រូវរៀបចំជូនបងប្អូនដែរបាទហើយឡាននេះគឺ Mazda 2020បាទកាងដែកនេះសល់ច្រើនតិចបងប្អូនបាទស្មុគស្មាញតិចតែដោយសារតែភ្ញៀវចាស់យើងរៀបចំមកគាត់ពេញចិត្តមកម្ដងបាទហើយកាងនេះមិនមែនកាងចំរបស់ Mazda ទេកាងនេះគឺកាងរបស់ Ford បាទអញ្ចឹងបងប្អូនឃើញសល់នេះ3ខាងដៃបងប្អូនស្លាបវាអញ្ចឹងដើរតែមិនស្រួលនឹងចូលទៅកេះណាហ្មងបាទអញ្ចឹងកាងនេះគឺយើងតិចជំនួសហើយកាត់កាងស៊ីនបាទកាត់កាងស៊ីនមកយកមកអេតបន្ថែមហើយបញ្ចូលរួមបាទធ្វើម៉េចឲ្យ fit ជាមួយនឹងឡាន Mazda 2020អញ្ចឹងកាយឆ្នៃតាមពិតទៅអត់សូវស្រួលប៉ុន្មានទេបើសិនជាចំហើយយើងធ្វើថ្មីតែម្ដងគឺស្រួលបាទតែស្រួលគឺអត់ពិបាកហើយអូយយករបស់ឡានផ្សេងយកមកដាក់បែបនេះគឺអត់ចង់ recommend ទេបាទមានការកែកុនច្រើនអញ្ចឹងគឺយើងធ្វើការរៀបចំជួយសម្រួលឲ្យគាត់អស់លុយតិចបាទអស់លុយតិចគឺអស់លុយអត់សូវច្រើនហ្នឹងហើយតែប៉ែនេះតាមពិតការយើងឆ្នៃអត់ចង់ណានំពុកម៉ែបងប្អូនទេបើធ្វើថ្មីហ្មងគឺស្រួលជាងដាក់ថ្មីហ្មងគឺស្រួលជាងបាទដល់ពេលយើងកែគឺពិបាកហើយចំណាយពេលហើយក៏ពិបាកធ្វើជាងដែរជាងគាត់យកច្បាស់តែម្ដងបាទហើយការស៊ីនេះគឺកាត់ចោលតែម្ដងដើម្បីយកមកចំនួនប្រឡោះនេះវិញតែការនេះស៊ីសំណុំរបស់ Mazda 2020នេះទេអញ្ចឹង Mazda នេះគឺមានប៉ុណ្ណឹងចាំមើលវគ្គបញ្ចប់រៀបចំហើយមានរូបរាងស្អាតប៉ុណ្ណាចាំបង្ហាញជូនពុកម៉ែបងប្អូនបាទអញ្ចឹងមកមើល Revo នេះម្ដង Revo នេះក៏ឆ្នៃដែរឆ្នៃបែបនេះងាយស្រួលដូចបានជម្រាបពុកម៉ែបងប្អូនពីខាងដើមអញ្ចឹងគឺធ្វើលើឡានហ្នឹងតែម្ដងគឺវាងាយស្រួលជាងយើងកែឆ្នៃបាទអានេះកែដែរតែកែធ្វើថ្មីមានន័យថានោះកែដែរតែកែកាងចាស់ Revo នេះគឺកាត់កាងស៊ីនតែម្ដងគាត់ចង់បានម៉ូដនេះបងប្អូននេះជាគំរូតែគ្រាន់តែគាត់អត់យក LED ទេអញ្ចឹងវារៀងស្រួចមកមុខស្ដួចបន្តិចស្រស់ស្អាតមើលទៅរៀងកប៉ុកពុកអត់ទៅភ្នែកទេហើយគឺយើងកាត់សងខាងម្លោះនេះទាំងសងខាងតែម្ដងកាត់ធ្វើម៉េចឲ្យធ្វើកាងហ្នឹងគឺ fit ជាមួយនឹងរូបរាងផ្នែកខាងមុខហ្នឹងសម្រាប់មុខខាងក្រោមគឺគាត់មានជាមួយនឹងបលាំងដាស់ស្រាប់ទៀតអញ្ចឹងសម្រស់កាងហើយនឹងបលាំងដាស់ហ្នឹងគឺសមគ្នាមកខ្លាំងមែនទែនណែនាំចែកជូនពុកម៉ែបងប្អូនសម្រាប់ឡានដែលមានកាងដែកគួរតែមានបលាំងដាស់គឺស្អាតហើយដូចរាល់កាលណាខ្ញុំនឹងអាប់ដេតជូនពុកម៉ែបងប្អូនមួយវីដេអូទៀតបងប្អូនចាប់អារម្មណ៍គ្រឿងផ្សេងៗចង់រៀបចំបែបណាអាចឆាតសួរព័ត៌មានបន្ថែមបានជួបគ្នានៅវីដេអូក្រោយ